ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនាំពុកម៉ែបងប្អូនមកញ៉ាំអាហារប៊ូហ្វេសែនសុខនៅជិតផ្សារខ្នោរតឹងដែលយើងចេញពីផ្សារឧដុង្គទៅប្រហែលជា40នាទីតែបើយើងជិះលឿនកន្លះម៉ោងអីទេពុកម៉ែបងប្អូនតោះឥឡូវយើងទៅមើលប្រហូបអាហារញ៉ាំរបស់គ្នានេះមុខដល់នេះជាខ្ញុំចូលមកដល់ដំបូងហើយទី1ដែរគឺខ្ញុំតែចូលអាហារប៊ូហ្វេដែរនោះមានអីក្រៅពីញ៉ាំហ្នឹងហើយបងប្អូនអើយប្រហូបវិហារបកបកងគេច្រើនណាស់តាគេដាក់ឲ្យយើងមកគ្រប់សាច់ដែលយើងចង់ញ៉ាំយើងចាប់យកតាមចិត្តដែលយើងចង់ញ៉ាំមានមឹកមានបកាមានបកងមានស្អីជុកណែណាខ្ចៅខ្យងគ្រឿងសមុទ្រទាំងអស់ហើយនៅបន្លែពងមាន់ពងទាបបបន្លែវិញមានគ្រប់សពហើយតាមានពោតបារាំងមានស្ពៃមានត្រសក់មានការ៉ុតមានអីច្រើនទេតាពុកម៉ែបងប្អូននេះភ្ញៀវគាត់មកច្រើនទេតាចូលរួមទីតាំងរបស់គាត់ស្រួលដែរទេពុកម៉ែបងប្អូនជិះហូបផ្លូវបាត់ខ្លោបទៅផ្លូវជាតិដូចជាផ្លូវជាតិ41ឯងបងប្អូនខ្ញុំមិនស្រួលដល់ដែរជិះហត់ពីផ្លូវជាតិ51យើងទៅកាត់ហួសត្រង់ទៅផ្លូវទៅឡើងទៅកពតបងប្អូននេះពួកខ្ញុំជុំគ្រួសារហូបអាហារប៊ូហ្វេជាលើកទី1ដែរដែលបានមកញ៉ាំអាហារប៊ូហ្វេនៅនឹងច្រើនតែបងប្អូននេះទី1ខ្ញុំមកចង់ល្ងាចដែរនៅចង់នេះដែរហ្នឹងហើយបើយើងមកពីក្បាលវិញភ្លឺព្រើមកបាយជានៅច្រើនស្រស់គេដាក់មកតែខ្ញុំមកឡើងនេះនឹងខ្ញុំមកត្រង់ម៉ោង8ដែរហ្នឹងបានខ្ញុំមកដល់កន្លែងហើយកន្លែងគេបិទត្រឹមម៉ោង10ពុកម៉ែបងប្អូនម៉ោង10ពួកគាត់បិទហើយម៉ោង10ពួកគាត់ប្រាប់ថាម៉ោង10បិទហាងហើយអញ្ចឹងពួកយើងញ៉ាំហូបមិនក៏ដោយស្រាយតែពុកម៉ែបងប្អូនហូបចង់ហូបឲ្យផ្ទុះទៀតបានទេនោះឬគាត់ម្នាក់នោះហូបសិតតែឲ្យគ្រាទៅនោះថាធ្វើមកជួយគ្រាគាត់ផងយើងកុំឲ្យតែសល់របស់គេពុកម៉ែបងប្អូនយើងញ៉ាំនៅមកមើលដាក់មកឆ្អែតទី1នាំគ្រួសារទៅញ៉ាំអែមពុកម៉ែបងប្អូនយូរយើងឲ្យក្រុមគ្រួសារយើងញ៉ាំម្ដងបើយើងធ្វើប្រហូបបើយើងអស់គ្រាជាងនឹងណាវីដេអូមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនកុំភ្លេចមើលទីតាំងកន្លែងហាងប៊ូហ្វេនៅក្រោមខមមិនដែលខ្ញុំដាក់ផងពុកម៉ែបងប្អូនចាំខ្ញុំដាក់នៅក្នុងខមមិនឲ្យពុកម៉ែបងប្អូនសេកមើលទីតាំងរកពុកម៉ែបងប្អូនចង់មកញ៉ាំបាយបាយ